ឯកឧត្តមបណ្ឌិតអៀងសុផល្លែតបានអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីបើកកិច្ចសន្ទនាស្តីពីសមភាព Gender និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី3 រាជរដ្ឋាភិបាលកម្ពុជាជាមួយការបន្តការបដិញ្ញាចិត្តក្នុងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងនោះជាការឆ្លើយតបតាមរយៈ Gender កិច្ចពិភាក្សាក្នុងវិស័យនេះត្រូវបានរៀបចំឲ្យមានកិច្ចពិភាក្សានៅថ្ងៃសុក្រទី25 ខែមេសាឆ្នាំ2025លើគោលនយោបាយផែនការសកម្មភាពដោយរួមបញ្ចូលទាំងការលើកកម្ពស់ការបញ្ជ្រាប Gender និងការលើកកម្ពស់អំណាចស្ត្រីក្នុងវិស័យបរិស្ថានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់រយៈពេល10ឆ្នាំខាងមុខកិច្ចសន្ទនាស្តីពីសមាសភាព Gender នៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី3 NDC 3.0 សម្រាប់ឆ្នាំ2025ដល់2035ត្រូវបានធ្វើឡើងនៅថ្ងៃទី25 ខែមេសាឆ្នាំ2025ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីមកពីក្រសួងបរិស្ថានក្រសួងកិច្ចការនារីធនាគារអភិវឌ្ឍន៍អាស៊ី ADB អង្គការ UN Women ព្រមទាំងក្រសួងស្ថាប័ននិងដៃគូអភិវឌ្ឍន៍ជាច្រើនទៀតក្នុងគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងចំណុចខ្លាំងការប្រឈមនៃការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាប Gender ក្នុងវិស័យបរិស្ថានឆ្នាំ2021ដល់2025ព្រមទាំងការកំណត់នៅចំណុចខ្លាំងតម្រូវការជាក់ស្ដែងសម្រាប់ដំណាក់កាល10ឆ្នាំខាងមុខឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកានេះបានថ្លែងថាការដាក់ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី3 NDC 3.0 បង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់និងការបន្ស៊ាំនឹងផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុឯកឧត្តមបានបញ្ជាក់ថាក្រសួងបរិស្ថានបានដាក់នៅវិស័យចំនួន6សម្រាប់ដាក់ចូលផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី3ឆ្នាំ2025ដល់2035ដែលវិស័យអាទិភាពទាំង6នោះមានដូចជាវិស័យឧស្សាហកម្មវិស័យថាមពលវិស័យកសិកម្មវិស័យព្រៃឈើវិស័យគីមីនិងវិស័យសំរាមលោកស្រីយុទ្ធសនាវ៉ាម៉ានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសកម្ពុជាបានស្នើឲ្យមានការផ្ដល់អំណាចនិងការសម្រេចចិត្តរបស់ស្ត្រីសម្រាប់ផែនការក្នុងការប្រកបអាជីវកម្មការលើកកម្ពស់ជីវភាពរស់នៅតាមរយៈការលើកកម្ពស់និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្មការទទួលបានហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងអាជីវកម្មនិងការប្រកបមុខរបរនានាជាដើមលោកស្រីបានថ្លែងថាគោលនយោបាយអាកាសធាតុដែលឆ្លើយតបនឹង Gender នៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ NDCS អាចជួយដោះស្រាយវិសមភាព Gender ជាប្រព័ន្ធនិងនាំទៅរកផលប្រយោជន៍សង្គមនិងសេដ្ឋកិច្ចកាន់តែទូលំទូលាយលោកជំទាវគតិបណ្ឌិតអឹងកន្ថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថាស្ត្រីភាគច្រើនធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលការនេះទាមទារឲ្យមានការយកចិត្តទុកដាក់និងដាក់បញ្ចូលបញ្ហារបស់ពួកគាត់ចូលទៅក្នុងផែនការជាតិសម្រាប់រយៈពេល10ឆ្នាំខាងមុខនេះក្នុងឆ្នាំ2020រាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី2 NDC 2.0 ជាមួយគោលដៅកាត់បន្ថយការបំភាយឧស្ម័ន 41.7% សម្រាប់សេណារីយ៉ូអាជីវកម្មដូចធម្មតានៅឆ្នាំ2030ក្នុងឆ្នាំ2024ក្រសួងបរិស្ថានបានធ្វើការត្រួតពិនិត្យឡើងវិញនៅ NDC 2.0 ជាមួយការរួមបញ្ចូលការវិតម្លៃ Gender ដើម្បីកំណត់វិសាលភាពនៃការធ្វើសមាហរណកម្ម Gender នៅក្នុងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសរុបចំនួន166ក្នុងការកាត់បន្ថយការបន្ស៊ាំនឹងការងារបង្កលក្ខណៈធ្ងន់នឹងអាកាសធាតុ